រត់ធានាធិបតីត្រាំទើបតែបានប្រកាសអ្វីមួយនៅថ្ងៃនេះដែលធំសម្បើមណាស់នេះពិតជាបង្កើនឱកាសដែលយើងនឹងឃើញការចែកសំណងពន្ធពីពន្ធគុយ$2,000ដល់ប្រជាជនអាមេរិកនៅឆ្នាំ2026ក៏មានលទ្ធភាពខ្ពស់ផងដែរថាមានការជួយសង្គ្រោះបន្ថែមនឹងមកដល់ប្រជាជនអាមេរិករាប់លាននាក់ប៉ុន្តែប្រធានាធិបតីត្រាំបាននិយាយអ្វីថ្ងៃនេះដែលធ្វើឲ្យយើងជួយថាមានការជួយសង្គ្រោះបន្ថែមមកខ្ញុំនឹងបញ្ជូននៅបន្តិចទៀតបើអ្នកឬតាជំនួយបន្ថែមសូមចុច like ឥឡូវយើងចូលទៅក្នុងអ្វីដែលប្រធានាធិបតីត្រាំបាននិយាយថ្ងៃនេះដែលនឹងប៉ះពាល់ដល់មនុស្សគ្រប់រូបនៅសហរដ្ឋអាមេរិកមើលនេះត្រាំនិយាយថាគាត់ចង់ធ្វើឲ្យតម្លៃផ្ទះកើនឡើងមិនមែនធ្លាក់ចុះទេតើធ្វើយ៉ាងម៉េចដើម្បីធ្វើឲ្យតម្លៃផ្ទះកើនឡើងអ្នកបង្កើតអតិផរណាបន្ថែមតើធ្វើយ៉ាងម៉េចបង្កើតអតិផរណាអ្នកអាចផ្ដល់លុយបន្ថែមដល់មនុស្សពេលពួកគេជប់លុយនោះទៅទិញទំនិញបន្ថែមវាបង្កើតអតិផរណានោះនឹងធ្វើឲ្យអ្វីកើនឡើងទាំងអស់វានឹងបង្កើតអ្នកមានបន្ថែមនោះជាអ្វីដែលប្រធានាធិបតីត្រាំចង់បានខ្ញុំចង់លេងវីដេអូឃ្លីបនេះសម្រាប់អ្នកពេលគាត់ប្រកាសវាស្ដាប់នេះផ្ទះដែលមានស្រាប់មនុស្សដែលជាម្ចាស់ផ្ទះយើងនឹងរក្សាពួកគេឲ្យមានទ្រព្យសម្បត្តិយើងនឹងរក្សាតម្លៃឲ្យខ្ពស់យើងមិននឹងបំផ្លាញតម្លៃផ្ទះរបស់ពួកគេដើម្បីឲ្យនរណាម្នាក់ដែលមិនធ្វើការខ្លាំងអាចទិញផ្ទះបានទេយើងនឹងធ្វើឲ្យងាយស្រួលទិញយើងនឹងធ្វើឲ្យអត្រាការប្រាក់ធ្លាក់ចុះប៉ុន្តែខ្ញុំចង់ការពារមនុស្សដែលជាលើកដំបូងក្នុងជីវិតរបស់ពួកគេមានអារម្មណ៍ល្អចំពោះខ្លួនឯងពួកគេមានអារម្មណ៍ថាពួកគេជាមនុស្សមានទ្រព្យហើយខ្ញុំចង់ឲ្យពួកគេយល់មានការនិយាយច្រើនណាស់ថាអូយើងនឹងធ្វើឲ្យតម្លៃផ្ទះធ្លាក់ចុះខ្ញុំមិនចង់ធ្វើឲ្យតម្លៃផ្ទះធ្លាក់ចុះទេខ្ញុំចង់ធ្វើឲ្យតម្លៃផ្ទះកើនឡើងសម្រាប់មនុស្សដែលជាម្ចាស់ផ្ទះហើយពួកគេអាចមានទំនុកចិត្តថានោះនឹងកើនឡើងដូច្នេះគាត់ចង់ធ្វើឲ្យតម្លៃផ្ទះកើនឡើងមិនមែនធ្លាក់ចុះទេមានវិធី2-3យ៉ាងដើម្បីធ្វើបែបនេះមួយគឺផ្ដល់លុយបន្ថែមដល់មនុស្សផ្ដល់ប្រាក់ចំណូលបន្ថែមតាមរយៈប្រាក់ខែដែលមានន័យថាកាត់បន្ថយពន្ធនោះជាអ្វីដែលរដ្ឋបាលត្រាំបានធ្វើកាលពីឆ្នាំមុនប៉ុន្តែក៏ផ្ដល់មូលនិធិបន្ថែមដល់ប្រជាជនអាមេរិកដូចជាសំណងពន្ធគុយឬ stimulus លុយនោះនឹងជួយប្រជាជនអាមេរិកប៉ុន្តែក៏ធ្វើឲ្យតម្លៃផ្ទះកើនឡើងវានឹងធ្វើឲ្យតម្លៃរថយន្តគ្រឿងសង្ហារិមនិងគ្រឿងអេឡិចត្រូនិកកើនឡើងអ្វីទាំងអស់នឹងថ្លៃជាងមុនប៉ុន្តែមានអ្វីមួយដែលគាត់និយាយគាត់ក៏ចង់បន្ថយអត្រាការប្រាក់បើយើងបន្ថយអត្រាការប្រាក់យ៉ាងខ្លាំងវានឹងធ្វើឲ្យតម្លៃកើនឡើងខ្លាំងវាមិនធ្វើឲ្យតម្លៃផ្ទះធ្លាក់ចុះទេតម្លៃផ្ទះនឹងថ្លៃជាងមុនជាធម្មតារាល់ 1% ដែលបន្ថយអត្រាការប្រាក់យើងឃើញតម្លៃផ្ទះកើនឡើងប្រហែល 10% នោះជាធម្មតាមុនឆ្នាំ2020បន្ទាប់ពី2020វាខុសគ្នានេះជាកន្លែងដែលគួរឲ្យព្រួយបារម្ភបន្តិចអ្វីដែលប្រធានាធិបតីត្រាំកំពុងព្យាយាមធ្វើគឺមិនមែនធ្វើការជួយសង្គ្រោះពិតប្រាកដទេរក្សាទ្រព្យសម្បត្តិសម្រាប់អ្នកដែលមានទ្រព្យសត្វទាបឧទាហរណ៍ភាគហ៊ុនត្រាំបាននិយាយកាលពីខែធ្នូថាឥឡូវជាពេលល្អដើម្បីទិញភាគហ៊ុនទ្រព្យសត្វទាបដូចជាអចលនទ្រព្យនិងអាជីវកម្មព្រោះរដ្ឋបាលត្រាំនឹងធ្វើការរង្វាន់ដល់អ្នកមានទ្រព្យសត្វទាបតម្លៃភាគហ៊ុននឹងកើនឡើងយើងបានឃើញវាក្នុង 2-3 ខែចុងក្រោយនេះអចលនទ្រព្យនឹងថ្លៃជាងមុនម្ចាស់ផ្ទះនឹងទទួលប្រយោជន៍ប៉ុន្តែអ្នកជួលផ្ទះតម្លៃជួលនឹងកើនឡើងរាល់ពេលបង់ជួលប្រចាំខែវានឹងថ្លៃជាងមុនពេលចុះកិច្ចសន្យាថ្មីរំពឹងថាកើនឡើងជាងឆ្នាំមុនការជួយសង្គ្រោះនឹងមកក្នុងទម្រង់ផ្សេងយើងបានឃើញអ្វីដែលរំពឹងពីរដ្ឋបាលត្រាំប៉ុន្តែការជួយនេះមិននឹងកាត់បន្ថយតម្លៃទ្រព្យសកម្មទេវានឹងបង្កើនតម្លៃទ្រព្យសកម្មវាមិនបន្ថយតម្លៃទូទៅទេគ្រាន់តែបន្ថយតម្លៃនៅវិស័យខ្លះរដ្ឋបាលត្រាំនឹងសម្លឹងមើលវិស័យខ្លះនិងព្យាយាមបន្ថយតម្លៃនៅទីនោះមិនមែនទីផ្សារទាំងមូលទេយើងមានការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅចុងឆ្នាំនេះប្រហែល 8-9 ខែទៀតគណៈបក្សសាធារណរដ្ឋកំពុងព្យាយាមបន្ថយតម្លៃប៉ុន្តែក៏បង្កើនទ្រព្យសកម្មផងដែរវាជាកិច្ចការពិបាកប៉ុន្តែរដ្ឋបាលត្រាំបដិញ្ញាធ្វើវាគាត់ក៏បាននិយាយកាលពីខែធ្នូថាឆ្នាំ2026នឹងផ្ដោតលើតម្លៃតាមអ្នកជំនាញការជួយសង្គ្រោះនឹងមកក្នុងទម្រង់បង់លុយម្ដងក្រេឌីតពន្ធគោលដៅនិងការសងប្រាក់បណ្ដោះអាសន្នដូច្នេះពេលអចលនទ្រព្យថ្លៃជាងយើងអាចឃើញក្រេឌីតពន្ធសម្រាប់អ្នកទិញផ្ទះលើកដំបូងក៏អាចមានការសងប្រាក់សម្រាប់អ្នកលក់ផ្ទះផងមនុស្សជាច្រើនមានអត្រាការប្រាក់ថេរ30ឆ្នាំទាបជាង3%នរណានឹងចង់ផ្លាស់ចេញពីផ្ទះបើបង់ការប្រាក់ទាបខណៈអ្វីផ្សេងទៀតកំពុងកើនឡើងពួកគេកំពុងរកលុយពីការវិនិយោគផ្ទះអាចមានការសងប្រាក់ឬអត្ថប្រយោជន៍ដើម្បីលក់ផ្ទះប្រហែលជាមិនបង់ពន្ធឬពន្យាពេលហើយធំបំផុតគឺការបង់លុយម្ដង
ស្រមៃខាបើទទួលបាន$2,000ពីសំណងពុនកយប្រើវាទិញផ្ទះរថយន្តវិនិយោគឬសងបំណុលដើម្បីជំរុញសេដ្ឋកិច្ចអាមេរិកនេះហើយជាមូលហេតុដែលសំណង$2,000សមនឹងអ្វីដែលត្រាំនិយាយវានឹងបង្កើតអតិផរណាធ្វើឲ្យតម្លៃផ្ទះកើនមិនបំផ្លាញទីផ្សារផ្ទះទេគឺជួយវាបើបង្កើនក្រេឌីតពន្ធកូនវានឹងផ្ដល់ប្រាក់ចំណូលបន្ថែមដល់គ្រួសារដើម្បីទិញផ្ទះវាមិនកើតឡើងឆ្នាំនេះទេប៉ុន្តែអាចនៅឆ្នាំក្រោយសំណង$2,000មិនធ្វើឲ្យទីផ្សារផ្ទះធ្លាក់ទេវានឹងធ្វើឲ្យអ្វីៗថ្លៃជាងនិងបង្កើនទំនុកចិត្តអ្នកប្រើប្រាស់ក្រុមប្រឹក្សាតែប៉ុណ្ណោះអាចអនុម័តច្បាប់សម្រាប់សំណងនេះរដ្ឋបាលត្រាំមិនអាចធ្វើតែម្នាក់ឯងបានទេសម្រាប់ការបន្ថយអត្រាការប្រាក់ត្រាំបាននិយាយថាសប្តាហ៍ក្រោយគាត់នឹងជ្រើសរើសប្រធានធនាគារកណ្ដាលថ្មីព្រោះគាត់ធន់ជារ៉ូមផាវែលហើយបន្តែម្សិលមិញធនាគារកណ្ដាលសម្រេចរក្សាអត្រាការប្រាក់ដដែលត្រាំមិនពេញចិត្តបើសំណង$2,000កើតឡើងវាតំណងជាតិចជាង$2,000ប្រហែល$1,000ទៅ$1,500ដោយសារកេរនីវានឹងមានកម្រិតចំណូលបើចំណូលខ្ពស់ពេកមិនមានសិទ្ធិទេវានឹងជាការបង់ម្ដងមិនមែនប្រចាំឆ្នាំទេដើម្បីឲ្យប្រជាជនទទួលយកពន្ធកយវាតំណងមិនមែនជាច្បាប់តែមួយទេគឺជាផ្នែកនៃច្បាប់ធំជាងប្រហែលជានៅក្នុងថវិកាឆ្នាំក្រោយរដ្ឋបាលត្រាំមិនចង់ឲ្យតម្លៃផ្ទះធ្លាក់ទេគាត់ចង់ឲ្យកើនដូច្នេះត្រូវបង្កើតលុយបន្ថែមដោយប្រជាជនដោយកាត់បន្ថយពន្ធឬបន្ថយអត្រាការប្រាក់ឬរួមបញ្ចូលគ្នាឥឡូវចូលយឺសម្លឹងទៅមុខបន្តិចដើម្បីមើលថាបើគោលនយោបាយទាំងនេះកើតឡើងពិតមែនវានឹងប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃយ៉ាងដូចម្តេចដំបូងបើតម្លៃផ្ទះកើនឡើងនិងអត្រាការប្រាក់ទាបដែលត្រាំចង់ធ្វើវានឹងលើកទឹកចិត្តឲ្យមនុស្សច្រើនទៀតចូលទៅក្នុងទីផ្សារផ្ទះប៉ុន្តែសម្រាប់អ្នកដែលមិនទាន់មានផ្ទះឬអ្នកជួលវាអាចជាបញ្ហាតម្លៃជួលនឹងកើនឡើងលឿនព្រោះម្ចាស់ផ្ទះចង់ទទួលបានផលចំណេញច្រើនជាងមុនដើម្បីសងការប្រាក់ឬរក្សាតម្លៃទ្រព្យទី2សំណងពន្ធគយ$1,000ទៅ$2,000បើវាកើតឡើងនឹងជួយបន្ថែមប្រាក់ក្នុងហោប៉ៅមនុស្សភាគច្រើនមួយដងប៉ុន្តែត្រូវចងចាំថាវាជាការបង់ម្ដងមិនមែនបន្តបន្ទាប់ទេបើអ្នកប្រើវាទៅសងបំណុលឬសន្សំវាល្អណាស់ប៉ុន្តែបើអ្នកចំណាយវាទាំងអស់លើទំនិញឬសេវាកម្មវានឹងជំរុញអតិផរណាបន្ថែមទៀតហើយតម្លៃអាហារសាំងនិងរបស់របរប្រចាំថ្ងៃអាចកើនឡើងក្នុងរយៈពេល6ទៅ12ខែខាងមុខទី3ការបន្ថយពន្ធបន្ថែមដែល Trump និយាយញឹកញាប់នឹងផ្ដល់អត្ថប្រយោជន៍ធំជាងគេដល់អ្នកមានចំណូលខ្ពស់និងអ្នកមានទ្រព្យសកម្មដូចជាភាគហ៊ុនផ្ទះឬអាជីវកម្មសម្រាប់វណ្ណៈកណ្ដាលនិងទាបវាអាចមានតែការកាត់បន្ថយតិចតួចឬគ្មានអ្វីសោះបើពួកគេមិនស្ថិតក្នុងក្រុមគោលដៅដូច្នេះការជួយសង្គ្រោះនេះអាចមិនស្មើភាពហើយអាចបង្កើនគម្លាតទ្រព្យសម្បត្តិរវាងអ្នកមាននិងមិនសូវមានចុងក្រោយតើអ្នកគួរត្រៀមខ្លួនយ៉ាងម៉េចបើអ្នកជាម្ចាស់ផ្ទះរក្សាផ្ទះរបស់អ្នកព្រោះតម្លៃដំណងជាកើនហើយអ្នកអាចទទួលបានអត្ថប្រយោជន៍ពីការវិនិយោគនេះបើអ្នកជាអ្នកជួលឬអ្នកទិញផ្ទះលើកដំបូងចាប់ផ្ដើមសន្សំឥឡូវព្រោះតម្លៃនឹងថ្លៃជាងហើយការប្រកួតប្រជែងនឹងខ្លាំងជាងបើអាចស្វែងរកកម្ចីអត្រាការប្រាក់ទាបមុនពេលអត្រាផ្លាស់ប្ដូរសម្រាប់គ្រប់គ្នាប្រយ័ត្ននឹងអតិផរណាកុំចំណាយលើសពីតម្រូវការសន្សំបន្តិចនិងវិនិយោគលើអ្វីដែលអាចការពារតម្លៃដូចជាភាគហ៊ុនឬមាសបើអ្នកមានលទ្ធភាពនេះគឺជាការវិភាគជ្រៅជ្រះបន្តិចដោយផ្ដោតលើអ្វីដែល Trump និយាយនិងអ្វីដែលអ្នកជំនាញកំពុងរំពឹងទុកតែអ្នកគិតយ៉ាងម៉េចចំពោះផែនការទាំងនេះតើវានឹងជួយអ្នកឬធ្វើឲ្យអ្នកពិបាកជាងមុនសូមបញ្ចេញមតិខាងក្រោមខ្ញុំចង់ឮគំនិតរបស់អ្នកទាំងអស់គ្នាអរគុណសម្រាប់ការតាមដាន